ទេវតានិងបិសាចបានសម្លាញ់ម្នាក់ក្នុងពេលតែមួយនារីម្នាក់នោះចុងក្រោយបានសម្លាញ់ជ្រើសរើសទេវតាព្រោះតែទេវតាពោពេញដោយភាពល្អនិងពន្លឺពេលជ្រើសរើសរួចហើយបិសាចគ្រាន់តែញញឹមសឹកសឹកហើយដើរចេញទៅដោយមិននិយាយអ្វីទាំងអស់ប៉ុន្តែក្រោយមកខានលើបានដឹងរឿងនេះទេវតាបានល្មើសច្បាប់ខានលើដោយមានស្នេហាជាមួយមនុស្សលោកដែលលទ្ធផលនៃការល្មើសនេះមនុស្សលោកទាំងអស់ត្រូវតែរលាយទាំងអស់ហើយមានតែសម្រាប់នារីម្នាក់នោះចោលទេទើបមនុស្សលោកទាំងអស់បានរួចខ្លួនបានពេលដឹងរឿងនេះមនុស្សលោកចាប់ដើមភ័យខ្លាចហើយសូមឲ្យទេវតាសម្លុតនេះដើម្បីសង្គ្រោះជីវិតមនុស្សលោកទាំងមូលទេវតាឈឺចាប់ខ្លាំងណាស់ប៉ុន្តែចុងក្រោយគាត់ក៏សម្រេចចិត្តជួយមនុស្សលោកទាំងអស់ហើយសម្លាប់មនុស្សដែលខ្លួនស្រឡាញ់ទាំងឈឺចាប់នារីម្នាក់នោះក៏យល់ស្របជាមួយរឿងនេះដែរព្រោះនាងមិនចង់ឲ្យមានអ្នកណាស្លាប់ដោយសារតែនាងទៀតឡើយនៅថ្ងៃដែលទេវតាត្រៀមលើកដៃសម្រាប់នាងស្រាប់តែមានសម្លេងស្រែកសូមជំនួយលាន់ឮពីខាងមនុស្សទៅពេលទេវតានិងនារីទៅដល់ពួកគេឃើញមនុស្សទាំងអស់ត្រូវបានបិសាចសម្រាប់អស់ទៅហើយពេលបិសាចឃើញពួកគេទៅសោះបិសាចគ្រាន់តែសើចហើយក៏ដើរចេញទៅបិសាចសម្លាប់មនុស្សលោកទាំងអស់ដើម្បីតែការពារមនុស្សដែលខ្លួនស្រឡាញ់ទេវតានិងបិសាចខុសគ្នាត្រង់ទេវតាអាចដើម្បីមនុស្សក្នុងលោកស្រឡាញ់នេះតែបិសាចអាចសម្លាប់មនុស្សមួយពិភពលោកដើម្បីអ្នកបើឲ្យឱកាសអ្នកខ្លាចជានារីម្នាក់នោះតើអ្នកនឹងជ្រើសរើសទេវតាឬបិសាច